ជំរាបសួរលោកគ្រូអ្នកគ្រូនិងសួស្តីមិត្តភក្តិទាំងអស់គ្នាខ្ញុំបាទឈ្មោះវាំងប្រាក់សំឆៃតំណាងឲ្យក្រុមទី1ជានិស្សិតចំនួនទី20នៃវិទ្យាសាស្ត្រជាតិភូមិបច្ចេកទេសកម្ពុជាបង្រៀនដោយលោកគ្រូពុនជ័យយុទ្ធមុខជា Sensor Analysis System ហើយសមាជិកក្រុមរបស់ខ្ញុំមានចំនួន4នាក់មានរុស្ស៊ីល សាវិន ម៉ារ៉ែននិងខ្ញុំបាទផ្ទាល់ចូលមកដល់មាតិការបស់ក្រុមខ្ញុំមានចំនួន5 1និយមន័យ2ឧបករណ៍និងសម្ភារៈ3របៀបដំឡើង4ដំណើរការនិងការតេស្ត5គុណសម្បត្តិនិងគុណវិបត្តិ1និយមន័យ Through Beam Fiber Sensor and Amplifier ប្រើប្រាស់សម្រាប់រកឃើញវត្ថុដោយប្រើ emitter និង receiver ដែលបានភ្ជាប់ជាមួយនឹង amplifier emitter ជាការបញ្ចេញសញ្ញាតាមរយៈខ្សែអុបទិក infrared visible និង receiver ដែលបានភ្ជាប់មកជាមួយ amplifier receiver ទទួលពន្លឺដែលបានបញ្ជូនមក emitter amplifier បំលែងពីសញ្ញារបស់ពន្លឺទៅជាសញ្ញាអគ្គិសនីឬអេឡិចត្រូនិកប្រភេទនៃ fiber sensor នេះគឺជា sensor មួយប្រភេទដែលមានភាពធន់ទៅនឹងសីតុណ្ហភាពសំណើមសម្ពាធមិនមានសេគ្វីអគ្គិសនីសារកម្មពន្លឺនៅក្នុងហើយ coating ជាស្រទាប់ការពារថែរក្សានិងការពារខ្សែ